បើមិនជឿគុំប្រមាថចាស់ពីដើមឆ្លាតណាស់សំបីតែទីងមងចាំចំការក៏មានកាន់ធ្នូនិងព្រួយដែរតើគិតធ្វើបែបនេះដើម្បីអ្វីសាកស្រមៃមើលចំការអលឹកនិងត្រសក់ដ៏ធំបែបនេះបើរៀងរាល់ថ្ងៃមានសត្វក្អែករាប់រយក្បាលមកចើបំផ្លាញតើខូចខាតប៉ុណ្ណាដំបងឡើយគិតបានធ្វើទីងមងធម្មតាដើម្បីបំផ្លាញសត្វប៉ុន្តែក្អែកជាសត្វឆ្លាតណាស់មិនបានប៉ុន្មានថ្ងៃផងវាដឹងថាទីងមងមិនមែនជាមនុស្សពិតហើយក៏ត្រឡប់មកចឹកផ្លែឈើដដែលដោយមិនចង់ឲ្យផលដំណាំខូចអស់ចាស់រូបនេះក៏នឹកឃើញវិធីថ្មីក៏ធ្វើទីងមងឲ្យមើលទៅដូចជាអ្នកប្រមាញ់មានទាំងធ្នូព្រួញនិងខ្សែអន្ទាក់បង្អើលភ្ជាប់ជុំវិញចំការពេលខ្យល់បក់ឬសត្វហោះចូលមកជិតខ្សែទាំងនោះនឹងរញ្ជួយបង្កើតចលនានិងសំឡេងដូចជាមានមនុស្សពិតកំពុងយាមលទ្ធផលគឺសត្វក្អែកជាច្រើនមិនហ៊ានចុះមកជិតទៀតទេហើយផលដំណាំក៏រួចផុតពីការបំផ្លាញបានមួយកម្រិតនេះហើយជាប្រាជ្ញារបស់អ្នកស្រកពីជំនាន់មុនប្រើវិធីសាមញ្ញតែអាចដោះស្រាយបញ្ហាបានយ៉ាងមានប្រសិទ្ធភាពតើអ្នកគិតថាវិធីនេះអាចជួយទប់ស្កាត់សត្វក្អែកបានយូរដែរឬទេដាក់យកសត្វអារុលដាក់ភីក្អែកអូកុំឲ្យក្អែកចូលមកស៊ីអលើយើងក្អែកឃើញទៀតនេះវាខ្លាចអូតែว่าចឹងបានចាស់ពីដើមគិតឆ្លាតបងប្អូនបាទនេះឃើញទេតែពិតនៅក្រោមនេះមានផ្លែអាឡឹកមួយនេះបាទចឹងគេដាក់អន្ទាក់ដើម្បីបង្អើលក្អែកបាទនេះបានយើងដឹងបាទចាឆ្ងល់ថាម៉េចបានគិតដាក់អន្ទាក់ទៅអីទៅលើណែផ្លែអាឡឹកបាទអញ្ចឹងបានគេដាក់ដើម្បីបង្អើលក្អែកបាទសក់ស្រូវបងប្អូនបាទនេះសក់ស្រូវនេះដាំជាងការចន្ទីតែនៅប្រឡោះយើងដាំទៅសក់ស្រូវអញ្ចឹងទៅនោះឃើញទេគេប្រឡោះដែលយើងដាំចន្ទីអញ្ចឹងគេអាចដាំប្រឡេប្រឡុកអីផ្សេងបានអញ្ចឹងណានេះឥឡូវយើងមើលទៅសក់ស្រូវនេះចាប់ដាំផ្លេតនេះទុំមកអានេះក្តឹបផ្សេងជ្រលក់អំបិលម្ទេសបងប្អូនបាទអញ្ចឹងនេះជ្រលក់អំបិលម្ទេសណានេះបងប្អូនបាទនេះពួកនេះជ្រលក់អំបិលម្ទេសឲ្យត្រូវនេះសក់ស្រូវនេះជ្រលក់អំបិលម្ទេសនេះបងប្អូនបាទនេះពួកនេះរឿងចង់ស្អុយតិចដូចសัตว์អីស៊ីណាបាទនោះដេកទៅនេះដាំនៅប្រឡោះរូងអញ្ចឹងណានេះអានេះ